គ្រូការប្រើប្រាស់ក្បាច់នីមួយៗចែកចេញជាឋានៈឬក៏វណ្ណៈអីហ៎លោកគ្រូឬក៏អាចប្រើបានទូទៅតែម្ដងតាមទស្សនៈខ្មែរពីមុនមកហ្នឹងគឺយើងតឹងរឹងណាផ្នែកវណ្ណៈហ្នឹងដោយសារយើងទទួលឥទ្ធិពលវប្បធម៌ហ្នឹងពីឥណ្ឌាមកដែរនៅឥណ្ឌាគេចែកចេញជា4វណ្ណៈដាច់ពីគ្នាមិនអាចឆ្លងគ្នាបានប៉ុន្តែនៅខ្មែរគឺយើងអាចប្រែប្រួលវណ្ណៈនឹងបានអ្នកមានអាចទៅជាក្រអ្នកក្រអាចទៅជាមានហើយរឿងនិទានខ្លះរាសក៏អាចទៅជាស្ដេចស្ដេចក៏អាចខ្លាចជារាសអញ្ចឹងវណ្ណៈនៅស្រុកខ្មែរអាចប្រែប្រួលអាចឆ្លងគ្នាបានប៉ុន្តែសម្រាប់ការតុបតែងវិញយើងលើកតម្កើងឲ្យតម្លៃទៅលើសិល្បៈទៅលើការរចនាហ្នឹងឲ្យវាមានភាពខុសគ្នាពីព្រោះថាបើកាលណាយើងប្រើលុបឡំគ្នាយើងលែងសម្គាល់បានណាថាអ្នកណាជាស្អីចា៎បាទមានសំណេររបស់ទូតចិនមួយយើងចិត្តខ្វាន់ហ្នឹងតាមពិតគាត់ជាទូតរបស់ម៉ុងហ្គោលទេព្រោះសម័យកាលម៉ុងហ្គោលគ្រប់គ្រងគាត់បានកត់ត្រាច្រើនដែរអំពីជំនឿខ្មែរហ្នឹងហើយនឹងការបង្កាន់វណ្ណៈឋានៈហ្នឹងឧទាហរណ៍គាត់បានសរសេរតាំងពីពណ៌នៃសម្លៀកបំពាក់ទៀតសំបីតែស្ដេចហ្នឹងត្រូវស្លៀកពាក់ពណ៌អីបានហើយតុបតែងដោយក្បាច់អីបានអញ្ចឹងបាទមានសល់ច្រើនហើយក្រោយមកក៏មានអ្នកស្រាវជ្រាវច្រើនដែរអំពីក្បាច់ហ្នឹងអញ្ចឹងយើងតែងប្រើប្រាស់ក្បាច់ដែលមានតម្រង់នៅលើចម្លាក់ជញ្ជាំងប្រាសាទហ្នឹងច្រើនតែផ្ដល់ទៅលើឋានៈពួកអាទិទេពឬជាពួកក្សត្រហើយនឹងវិស័យសាសនាបើឋានៈមកក្រោមទៀតរាជមន្ត្រីដូចជាអត់មានសិទ្ធិប្រើប្រាស់អីទេបាទអាចប្រើតែក្បាច់ទេសចាផលប្រយោជន៍ចេះដោយសារក្បាច់ទេសហ្នឹងវាជាប់នឹងរបស់ប្រើប្រាស់ដែលយើងប៉ះពាល់ញឹកញាប់អញ្ចឹងបើកាលណាប្រើក្បាច់ដែលមានសន្តានជ្រៅខ្លាំងឬក៏វារលាស់ខ្លាំងអីដូចក្បាច់អង្គរវាងាយនឹងសឹករិចរិលនឹងបាក់បែកអញ្ចឹងវាអាចជាប់តែជាមួយការតែងលម្អទៅលើសំណង់អីធំអញ្ចឹងទេមិនមែនជារបស់ដែលយើងដើរទៅស្ទាបទៅប៉ះញឹកញាប់ទេបាទអញ្ចឹងខ្មែរយើងប្រើក្បាច់ដែលរាក់ដូចជាពួកទេសឬក្បាច់វល្លិដែលវារៀបស្អាតដែលយើងប្រើប្រាស់ញឹកញាប់យើងប៉ះកាន់តែច្រើនកាន់តែលងកាន់តែភ្លឺកាន់តែស្អាតអញ្ចឹងទៅហើយក៏វាអាចបញ្ជាក់ពីឋានៈដែរដោយសារទេសហ្នឹងវាមានប្រភពពីធម្មជាតិដែលនៅលើដីហ្នឹងហ្មងហើយមានរុក្ខជាតិច្រើនដែរដែលយើងមើលទៅឃើញថាវាមានតម្រង់ស្តៀងគ្នាឬក៏ដូចគ្នាបាទនឹងក្រុមប្រភេទក្បាច់ទេសឬក៏វល្លិហ្នឹងហេតុនឹងឯងបានជានៅក្នុងជីវភាពរាជសាមញ្ញគេមិនសូវប្រើពួកបាញ់អង្គរហ្នឹងទេចា